ការចង់គេចពីស្នេហាមិនមែនអ្វីខុសទេពេលខ្លះស្នេហាធ្វើឲ្យយើងឈឺចាប់ស្រកអារម្មណ៍ឬធ្វើឲ្យយើងចង់ស្ងប់ឯងខ្ញុំនឹងណែនាំវិធីដែលសុវត្ថិភាពមិនបំផ្លាញខ្លួនឯងនិងជួយអ្នកហាត់ចេញពីអារម្មណ៍ស្នេហាវិធីគេចឬហាត់ចេញពីស្នេហាឲ្យបានល្អ 1. ទទួលស្គាល់អារម្មណ៍របស់ខ្លួនកុំបង្ខំខ្លួនថាមិនស្រឡាញ់ទេអ្នកអាចមានអារម្មណ៍ស្នេហាតែអ្នកជ្រើសថាមិនចង់នៅក្នុងវាវិញការទទួលស្គាល់អារម្មណ៍ជាជំហានដំបូងក្នុងការចេញ 2. កាត់ចំនួនទំនាក់ទំនង slow fade មិនចាំបាច់ផ្ដាច់ឆាប់ពេកបន្តិចឆ្លើយសារយឺតជៀសវាងការជួបកុំបើកអារម្មណ៍ខ្លាំងដូចមុនវាជួយអ្នកបន្តឆ្ពោះទៅរកចេញដោយមិនធ្វើឲ្យខ្លួនឯងឈឺភ្លាម 3. កុំរំលឹកដោយ social media ឈប់មើល story post unfollow ឬ mute ប្រសិនបើមានអារម្មណ៍រអិលកុំចូលកន្លែងដែលធ្វើឲ្យគិតដល់គាត់ការដកខ្លួនចេញពីការរំលឹកគឺជាគន្លឹះសំខាន់ 4. បំពេញពេលវេលាដោយអ្វីផ្សេងគិតច្រើនទៅលើគាត់ឈឺច្រើនដូច្នេះបំពេញខ្លួនកីឡាការងារជំនាញថ្មីមិត្តភក្តិសៀវភៅភាពយន្តពេលវេលាផ្សេងធ្វើឲ្យអារម្មណ៍តិចតួចរាវតាមពេល 5. មិនត្រូវធ្វើអ្វីបំផ្ទុះដូចជាធ្វើឲ្យគេឈឺចិត្តប្រើពាក្យទោសអនុវត្តអ្វីដែលខូចខាតខ្លួនឯងកិច្ចពីស្នេហាគួរតែជាការការពារខ្លួន not self destruction 6. ពិចារណាហេតុអ្វីអ្នកចង់ចេញសួរខ្លួនឯងខ្ញុំឈឺចាប់ពីអ្វីវាមិនសមនឹងខ្ញុំទេឬខ្ញុំគ្រាន់តែត្រូវការភាពស្ងប់ពេលខ្លះតែការយល់ច្បាស់ពីហេតុផលអាចជួយអ្នកចេញបានលឿនជាង 7. ផ្ដល់ពេលឲ្យខ្លួនឯងអ្នកមិនចេញពីស្នេហានៅថ្ងៃនេះហើយស្អែកហើយទេវាត្រូវពេលឲ្យខ្លួនឯងពេលវេលាឲ្យទ្រូងវាលយឺតបើអ្នកចង់អ្នកអាចប្រាប់ខ្ញុំបន្តិចអ្នកកំពុងចង់គេចពីមនុស្សណាមិនចាំបាច់ច្បាស់ឈ្មោះអារម្មណ៍អ្នកឥឡូវនេះបែបណាមានរឿងអ្វីកើតឡើងខ្ញុំអាចជួយណែនាំត្រឹមត្រូវតាមស្ថានភាពរបស់អ្នក